ថ្ងៃនេះថៃបែកការរឿងស៊ីឈ្នួលរឿងអាវុធឲ្យចិននិងរុស្ស៊ីក៏ក្រៅទៀតឲ្យប្រិមិត្តដើម្បីបន្លំភ្នែកសហរដ្ឋអាមេរិកកាសែតជប៉ុននៅថ្ងៃនេះបានទម្លាយរឿងអាស្រូវដ៏ធំមួយរបស់ថៃតាទៅស្ដាប់បន្តិចមើលដែលថៃសហការជាមួយចិនក្នុងការបញ្ឆោតភ្នែកសហរដ្ឋអាមេរិកគិតទៅថៃមានជំនាញល្បិចកលមែនទែនហើយយោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ជប៉ុន Japan Times នៅថ្ងៃទី20កុម្ភៈបានលម្អិតថាក្រុមហ៊ុនថៃមួយចំនួនបានក្លាយជាភ្នាក់ងារកណ្ដាលឲ្យចិនក្នុងការនាំចេញគ្រឿងបន្លាស់ដ្រូននិងបច្ចេកវិទ្យាបញ្ជាពីចម្ងាយទំនើបជំនួសឲ្យការផ្ញើត្រង់ពីចិនទៅរុស្ស៊ីដែលនាំឲ្យជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិកគេបានប្រើវិធីសាស្ត្របោកបញ្ឆោតប្រភពដើមដោយបញ្ជូនមកសំងំនៅប្រទេសថៃសិនរួចទៅបដូរឯកសារនាំចេញក្នុងនាមជាទំនិញកសិកម្មឬគ្រឿងអេឡិចត្រូនិកស៊ីវិលឲ្យទៅកងទ័ពរុស្ស៊ីដើម្បីយកទៅប្រើប្រាស់ក្នុងសមរភូមិសង្គ្រាមការទម្លាយនេះបានបង្ហាញពីភាពមិនស្មោះត្រង់របស់ថៃលើឆាកអន្តរជាតិខណៈដែលមេដឹកនាំថៃកំពុងតែឈរនៅចំពោះមុខលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំ Board of Peace ដើម្បីសុំធ្វើជាអ្នកសន្តិភាពនិងជាសម្ព័ន្ធមិត្តស្មោះត្រង់របស់សហរដ្ឋអាមេរិកប៉ុន្តែនៅពីក្រោយខ្នងថៃបែរជាបើកដៃឲ្យមានការជួញដូរអាវុធដោយខុសច្បាប់ដែលជួយទៅដល់សត្រូវរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO ទៅវិញនេះគឺជាអាស្រូវការទូតដ៏ធំបំផុតដែលធ្វើឲ្យថៃបាត់បង់ទំនុកចិត្តទាំងស្រុងពីសំណាក់មហាអំណាចលោកខាងលិចទន្ទឹមនឹងនេះជប៉ុនបានព្រមានផងដែរថាការដែលថៃក្លាយទៅជាឈ្មួញកណ្ដាលនៃបច្ចេកវិទ្យាដ្រូនរបស់ចិននិងរុស្ស៊ីមិនត្រឹមតែប៉ះពាល់ទៅដល់សង្គ្រាមនៅអឺរ៉ុបទេតែនឹងកំពុងបង្កើនឥទ្ធិពលយោធារបស់ថៃនៅតាមបណ្ដោយព្រំដែនកម្ពុជាផងដែរដ្រូនដែលថៃលួចនាំចូលនិងកែច្នៃទាំងនោះអាចនឹងត្រូវយកមកប្រើប្រាស់ដើម្បីឆ្លប់ការឬគំរាមកំហែងដល់អធិបតេយ្យភាពកម្ពុជាក្រោមលេសនៃការពីព្រំដែនគួរបញ្ជាក់ផងដែរថារុស្ស៊ីកំពុងជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិកដោយបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរហាមឃាត់មិនឲ្យក្រុមហ៊ុននានាលើសកលលោកលក់បច្ចេកវិទ្យាដែលមានជាប់ពាក់ព័ន្ធជាមួយអាមេរិកទៅឲ្យរុស្ស៊ីឡើយចិនមិនចង់នាំចេញត្រង់ពីប្រទេសខ្លួនទេព្រោះខ្លាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចដែលត្រូវរកស៊ីជាមួយសហរដ្ឋអាមេរិកម្ល៉េះហើយគេប្រើប្រទេសថៃជាច្រកកណ្ដាលដើម្បីលាងសម្អាតប្រភពដើមរួចក៏បញ្ជូនទៅឲ្យរុស្ស៊ីមកដល់ត្រង់ចំណុចនេះមានសំណួរកើតឡើងតើកាសែតជប៉ុនដឹងដោយរបៀបណានោះតាមរយៈឯកសារពាណិជ្ជកម្មបានបង្ហាញពីការពិតដ៏រន្ធត់ថាអាគារ Skyhub Technology គឺជាក្រុមហ៊ុននាំចូលដ្រូនពីប្រទេសចិនដែលធំជាងគេលំដាប់ទី2នៅក្នុងប្រទេសថៃអ្វីដែលជាចំណុចដ៏រសើបបំផុតនោះគឺដ្រូនទំនើបរាប់ពាន់គ្រឿងដែលហូរចូលមកប្រទេសថៃតាមរយៈក្រុមហ៊ុននេះមិនមានកំណត់ត្រាបង្ហាញពីភាពច្បាស់លាស់ថាត្រូវយកទៅប្រើប្រាស់នៅកន្លែងណានោះទេបន្ទាប់ពីការនាំចូលទោះយ៉ាងក្រុមការស៊ើបអង្កេតដ្រូនភាគច្រើនដែលត្រូវបាននាំចូលទៅកាន់ប្រទេសថៃត្រូវបាននាំចេញបន្តទៅកាន់ប្រទេសរុស្ស៊ីតើអាមេរិកនឹងមានវិធានការបែបណាចំពោះប្រទេសថៃខ្ញុំសំអាងវណ្ណៈ True Insider